ត្រីដែលយើងទិញពីវៀតណាមវាប្រកាសស៊ីចំណីជាងឬក៏មិនពីតលេអត់សូវស៊ីចំណីហ្នឹងមែនទេអត់សូវប្រកាសស៊ីវាទំស៊ីណាដែលត្រីយើងអស់ហើយចំណីក្របតែបើត្រីពីតលេវាស៊ីចំណីត្រីវាស៊ីចំណីនេះវាស៊ីយល់វារឹសដល់អាហ្នឹងត្រីតលេចុះអាត្រីយើងទិញពីវៀតណាមទិញពូជវៀតណាមក៏អត់រឹសទេស៊ីអត់រឹសអានេះទឹកនឹងស៊ីក៏លេវក់សបូរត្រីវាស៊ីទេដល់ពេលស៊ីពេលដែលវាសបូរត្រីស៊ីចំណីនេះងាប់អត់ទេចំណីត្រីដល់ពេលខ្ញុំឃើញទៅវានិតពេកដល់តែវាអត់ស៊ីរត់ទៅទិញវីតាមីនមកបេបាទធម្មតាទេបងពេលខែត្រជាក់វាគេហៅថាប្រព័ន្ធរំលាយអាហាររបស់វាអត់ដំណើរការល្អដោយសារវាខ្វះអុកស៊ីហ្សែនអញ្ចឹងពេលត្រជាក់មេឃត្រជាក់អាកាសធាតុវាត្រជាក់អាខ្លួនរបស់វាត្រជាក់អញ្ចឹងអាត្រីវាត្រូវការក្តៅកម្ដៅដើម្បីឲ្យវារំលាយអាហារបានល្អអញ្ចឹងខែត្រជាក់វាអត់សូវរំលាយទេពេលយើងឲ្យចំណីទៅវាច្រើនមានបញ្ហាធ្វើទុកកាពះពោះវៀនវាអញ្ចឹងបាទវាហើមពោះហើមអីទៅវាងាប់ហ្នឹងហើយត្រីខ្ញុំថា